បាត់ចាស់ខ្ញុំអារីលើកនេះខ្ញុំនឹងបង្ហាញអំពីអ្វីដែលត្រូវធ្វើបើមានរលកយក្សកើតឡើងដំបូងសូមប្រាប់ថារលកយក្សគឺជាអ្វីវាជាអំពើដែលទឹកសមុទ្រឡើងខ្ពស់ដោយសារធ្វើដំណើររញ្ជួយដីហើយហូរចូលក្រុងជាក់ស្ដែងរលកយក្សអាចកើតឡើងបានទោះបីជាយើងមិនមានអារម្មណ៍ថាដីរញ្ជួយក៏ដោយប៉ុន្តែបើមានរញ្ជួយដីនៅកន្លែងឆ្ងាយរលកយក្សក៏អាចមកដល់បានដែរនិយាយគឺរលកយក្សភាគច្រើនមកបន្ទាប់ពីរញ្ជួយដីដូច្នេះអាចនិយាយថារញ្ជួយដីនិងរលកយក្សមានទំនាក់ទំនងជ្រៅជាមួយគ្នាដូច្នេះតើល្បឿននិងកម្ពស់របស់រលកយក្សមានប្រហែលប៉ុន្មានដែរដំបូងរលកយក្សនៅជិតដីនឹងឆាប់មកដល់ដោយល្បឿនប្រហែល35 គីឡូម៉ែត្រក្នុង1ម៉ោងហើយកម្ពស់របស់វាក៏អាចលើស10ម៉ែត្រផងដែរបើទើបតែសម្គាល់ឃើញរលកយក្សការរត់គេចពីរលកយក្សដែលមានល្បឿននិងកម្ពស់បែបនេះគឺពិបាកណាស់ដើម្បីអាចគេចផុតពីរលកយក្សយើងត្រូវរៀនអំពីពាក្យនិងសញ្ញាដែលពាក់ព័ន្ធដំបូងមានសញ្ញាព្រមាននិងសេចក្តីជូនដំណឹងអំពីការមកដល់របស់រលកយក្សជាធំមាន3ប្រភេទបន្តទៅទៀតមានសញ្ញាដែលបង្ហាញថាតំបន់ដែលអ្នកស្ថិតនៅពេលរលកយក្សមកគឺជាតំបន់គ្រោះថ្នាក់ឬអត់ហើយកន្លែងណាដែលអាចគេចខ្លួនបានដូច្នេះបើរលកយក្សមកតើយើងគួរធ្វើដូចម្តេចពេលរលកយក្សមកសូមធ្វើបែបនេះជាដំបូងមុនពេលរលកយក្សមកអ្នកនឹងទទួលបានសារជូនដំណឹងតាមទូរស័ព្ទដៃទូរទស្សន៍ពេលទទួលបានសារជូនដំណឹងសូមរត់គេចទៅកន្លែងខ្ពស់ភ្លាមបើអ្នកស្ថិតនៅជិតទន្លេឬសមុទ្រសូមចាកចេញពីទីនោះហើយទៅកាន់កន្លែងខ្ពស់ភ្លាមហើយកុំត្រឡប់ទៅផ្ទះរហូតដល់សញ្ញាផ្ដល់អាសន្នបញ្ចប់រលកយក្សអាចមកជាច្រើនដងដូច្នេះសូមកុំទៅជិតសមុទ្រឡើយសូមអរគុណដែលបានមើលសូមមើលវីដេអូបន្ទាប់ផងដែរ